បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់អត្ថបទសុខភាពយើងបន្តទៀតចឹងអត្ថបទថ្ងៃនេះខ្ញុំលើកយក4អាហារដែលយើងញ៉ាំទៅវាអាចធ្វើឲ្យកលៀនយើងឆាប់ខូចឬក៏អាចធ្វើឲ្យកលៀនយើងហ្នឹងវាមានបញ្ហាអញ្ចឹងធម្មតាការញ៉ាំរបស់យើងវាតែងតែវាមានជាតិប្រៃផ្អែមអញ្ចឹងវាមានច្រើនហើយយើងដឹងថាអាហារដែលយើងញ៉ាំដែលយើងរាល់ថ្ងៃយើងគិតថាវាល្អចំពោះសុខភាពយើងប្រសិនបើយើងមានសុខភាពខ្សោយហើយយើងអត់បានញ៉ាំអាហារពេលព្រឹកនិងហូបអាហារមិនល្អសុខភាពយើងអាចកាន់តែមានបញ្ហាឬក៏បាក់ដដើមនិយាយទៅប្រសិនបើអ្នកខ្លះគាត់ខូចពលានដែលអត់ដឹងខ្លួនអញ្ចឹងដោយសារតែគាត់បានញ៉ាំអាហារហើយអាហារទាំងអស់ហ្នឹងវាអត់ល្អអញ្ចឹងថ្ងៃនេះខ្ញុំលើកយក4អាហារអញ្ចឹង4អាហារទាំងអស់ហ្នឹងដែលធ្វើឲ្យយើងមានបញ្ហាកលៀនទី1គឺអាហារកែច្នៃអញ្ចឹងអាហារកែច្នៃជាជម្រើសអាហាររហ័សទាន់ចិត្តហើយងាយស្រួលមានដូចជាមីកញ្ចប់នំកញ្ចប់ hot dog បើតាមលោក Radi Tesdi សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅសាលាវិទ្យាសាស្ត្រ Harvard គាត់បានលើកឡើងថាសម្រាប់អាហារកែច្នៃមានជាតិស្ករអំបិលនិងជាតិខ្លាញ់លើសកម្រិតជាកត្តាបង្កការរលាកបញ្ហាខួរក្បាលនិងជាហេតុអាចបង្កគ្រោះថ្នាក់ដល់តម្រងនោមយ៉ាងរហ័សជំនួសមកវិញអ្នកចូលចិត្តញ៉ាំអាហារធ្វើដោយខ្លួនឯងជាមួយនឹងបន្លែស្រស់ៗហូបផ្លែឈើត្រីសុទ្ធនិងគ្រាប់ធញ្ញជាតិបន្តិចក៏ល្អដល់រូបរាងកាយនិងកលៀនផងដែរអូខេអញ្ចឹងយើងត្រូវតែយើងគួរកាត់បន្ថយញ៉ាំរបស់ប្រភេទកញ្ចប់ហ្នឹងជំនួសដោយការញ៉ាំផ្លែឈើត្រីសុទ្ធនិងគ្រាប់ធញ្ញជាតិវិញអូខេអញ្ចឹងចំពោះអាហារទី2គឺសាច់ដែលកែច្នៃអញ្ចឹងសាច់កែច្នៃដូចជាប្រហិត hot dog សាច់ក្រកសាច់ជ្រូកដែលគេកែច្នៃទុកយូរជារឿយៗត្រូវបានគេបរិភោគជាអាហារប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ដល់កលៀនរបស់យើងផងដែរបើយោងតាមគេហទំព័រ WebMD បានចុះផ្សាយថាការប្រើប្រាស់សាច់កែច្នៃខ្ពស់មានបញ្ហាដល់កលៀនដំរីមកពីវាមានជាតិសូយ៉ូមនិងផូស្វ័រខ្ពស់ដែលបង្កើនដល់សម្ពាធឈាមហើយសាច់កែច្នៃក៏មានសារធាតុនីត្រាតនិងនីត្រេតេសបង្កបញ្ហាដល់កលៀនកាន់តែខ្លាំងអូខេអញ្ចឹងអ្នកគួរតែកាត់បន្ថយការញ៉ាំសាច់កែច្នៃអញ្ចឹងចំពោះទី2គឺគ្រាប់ធញ្ញជាតិវាសំដៅវាក៏ល្អប៉ុន្តែវាក៏មិនល្អដែរបើសិនបើយើងញ៉ាំវាលើសកម្រិតជាពិសេសគ្រាប់ធញ្ញជាតិដែលសម្បូរស្ករច្រើននិងសារធាតុបន្ថែមសិប្បនិម្មិតជាកត្តាជាហេតុផលអវិជ្ជមានដល់សុខភាពកលៀនអញ្ចឹងសម្រាប់គ្រាប់ធញ្ញជាតិបើសិនបើគ្រាប់ធញ្ញជាតិដែលមានស្ករច្រើនហើយសារធាតុទាំងអស់ហ្នឹងវាក៏បន្ថែមនៅរបស់សិប្បនិម្មិតផ្សេងៗដើម្បីវាទុកបានយូរហ្នឹងអញ្ចឹងអ្នកនរគ្នាគួរតែកាត់បន្ថយវាដែរកុំញ៉ាំវាច្រើនព្រោះថាជាតិស្ករលើសជាការរួមចំណែកដល់ការធាត់និងធន់នឹងអាំងស៊ូលីនជាកត្តាហានិភ័យសម្រាប់កលៀនរបស់យើងជំនួសមកវិញជាមួយនឹងគ្រាប់ធញ្ញជាតិគ្មានការលាយស្ករដូចជាប្រភេទគ្រាប់អាល់ម៉ុនអូខេអញ្ចឹងល្អអានេះគ្រាប់ហ្នឹងក៏ខ្ញុំញ៉ាំដែរគ្រាប់រីករាយគ្រាប់កាឡាក់គ្រាប់វ៉ាល់នុតនិងសណ្តែកដីសុទ្ធតែផ្ដល់ជាតិសរសៃវីតាមីននិងសារធាតុរ៉ែដើម្បីរក្សាមុខងារតម្រងនោមឲ្យមានសុខភាពល្អអូខេអញ្ចឹងអ្នកទាំងអស់គ្នាគួរតែញ៉ាំភេទគ្រាប់ធញ្ញជាតិបែបពួកអាល់ម៉ុនវិញអូខេអញ្ចឹងចំពោះទី4គឺភេសជ្ជៈគ្រឿងកំប៉ុងផ្អែមអានេះបើសិនបើតាមក្រសួងដូចជាសាលារៀនអីក៏គេបានណែនាំដល់សិស្សានុសិស្សក្មេងៗកុំឲ្យញ៉ាំអានឹងច្រើនដែរដោយសារភេសជ្ជៈគ្រឿងកំប៉ុងផ្អែមនិងនំដូណាត់ដែលមានជាតិស្ករខ្លាញ់មិនល្អនិងកាបូនអ៊ីដ្រាតលើសកម្រិតវាបណ្ដាលឲ្យរាងកាយយើងកើនឡើងជាតិស្ករក្នុងឈាមរួមចំណែកដល់ការធាត់និងធ្វើឲ្យខូចក្រលៀនរបស់យើងដែលអត់ដឹងខ្លួនផងដែរអញ្ចឹងបើគិតពីសុខភាពក្រលៀនអ្នកគួរតែហូបអាហារពេលព្រឹកហូបផ្លែបឺរផ្លែប៉ោមនិងទឹកដូងដើម្បីជួយថែរក្សាសុខភាពក្រលៀនយើងឲ្យបានល្អបាទអញ្ចឹងនេះគឺជាអាហារទាំង4ដែលយើងគួរជៀសវាងដើម្បីឲ្យកាត់បន្ថយភាពខូចនៃកលៀនរបស់យើងឬក៏ការចុះខ្សោយនៃកលៀនរបស់យើងបាទអញ្ចឹងអត្ថបទថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅអត្ថបទបន្ត